បាទសូមជម្រាបសួរប្រិមិត្តដែលកំពុងទស្សនាកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅក្នុងសប្តាហ៍នេះនៅថ្ងៃអង្គារទី24ខែមិថុនាឆ្នាំ2025នេះកម្មវិធីរបស់យើងនឹងមានប្រធានបទសំខាន់មួយទាក់ទងជាមួយនឹងតម្លៃហាងឆេងមាសពីព្រោះយើងបានដឹងស្រាប់ហើយថាកាលពីថ្ងៃអាទិត្យគឺសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់នៅទីតាំងនុយក្លេអ៊ែរ3កន្លែងហើយនៅថ្ងៃអង្គារព្រឹកថ្ងៃនេះផ្ទាល់គឺសហរដ្ឋអាមេរិកបានប្រកាសថាមានការចរចាបាទរវាងបទឈប់បាញ់គឺរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ហើយថាតម្លៃមាសក៏ដូចជារូបិយបានទ្រព្យសម្បត្តិភាពសកលមួយនេះមានតម្លៃប្រែប្រួលយ៉ាងណានោះតោះយើងទៅជួបវាគ្មិនអ្នកជំនាញរបស់យើងទាំងអស់គ្នាមកពីក្រុមហ៊ុន BAC បាទសូមជម្រាបសួរលោកប៉ាត្រីបាទជំរាបសួរនឹងហើយបាទលោកប៉ាត្រីតើមានព័ត៌មានសំខាន់អ្វីខ្លះដែលធ្វើឲ្យមានការប្រែប្រួលទៅលើតម្លៃហាងឆេងមាសដែរបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសនេះគឺបានហក់ឡើងខ្លាំងបន្ទាប់ពីប្រទេសអាមេរិកគឺវាយប្រហារទៅកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់3កន្លែងដែលធ្វើឲ្យមានបញ្ហាឬក៏ខូចខាតយ៉ាងខ្លាំងហើយអ៊ីរ៉ង់ក៏គម្រាមនៅក្នុងការសងសឹកវិញទៅលើអាមេរិកហើយតម្លៃទីផ្សារមាសគឺបានងើបឡើងខ្លាំងកាលពីដើមសប្តាហ៍ប៉ុន្តែវាចាប់ផ្ដើមធ្លាក់ចុះវិញនៅក្នុងរយៈពេលនេះដោយសារតែDonald Trump ក៏បាននិយាយថាប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលនឹងកំពុងតែមានបទឈប់បាញ់បទឈប់បាញ់រយៈពេល12ថ្ងៃក្នុងការចរចាបាទអញ្ចឹងយើងឃើញថាព័ត៌មានគឺសម្បូរបែបដែលធ្វើឲ្យតម្លៃទីផ្សារមាសមានការឡើងឬក៏មានការចុះដែរអញ្ចឹងក៏យ៉ាងប្រុងប្រយ័ត្នសម្រាប់អ្នកវិនិយោគិនដែរនៅក្នុងការទិញមាសឬក៏ការលក់មាសណាបាទអញ្ចឹងបើសិនជាយើងទិញមាសក៏គួរប្រុងប្រយ័ត្នដែរបើសិនជាយើងលក់មាសក៏គួរប្រុងប្រយ័ត្នដែរពីព្រោះថាមាសហ្នឹងស្ថិតនៅក្នុងរ៉េងតម្លៃ3320ទៅ3390បាទអញ្ចឹងតោះតាវាបែក3412បានតម្លៃមាសហ្នឹងអាចនឹងងើបក្បាលឡើងទៅលើវិញអញ្ចឹងយើងឃើញថាសង្គ្រាមឥឡូវយើងធូរស្រាលហើយអញ្ចឹងតម្លៃទីផ្សារមាសព្យាយាមធ្លាក់ណាបាទអញ្ចឹងយើងប្រុងប្រយ័ត្នតិចដែរបាទអញ្ចឹងយើងចាំមើលតទៀតថាអាចនឹងមានរឿងអីកើតឡើងបន្តទៀតពីព្រោះថានៅយប់ហ្នឹងគឺមានប្រធានធនាគារអាមេរិកគាត់ឡើងនិយាយតាក់ទងមកអត្រាការប្រាក់ដែរអញ្ចឹងខែក្រោយនៅមានអត្រាការប្រាក់ទៀតអញ្ចឹងតម្លៃទីផ្សារមាសនេះខ្ញុំគិតថាអាចនឹងព្យាយាមឡើងបន្តទៀតណាបាទអញ្ចឹងសម្រាប់វិនិយោគិនឬក៏សម្រាប់អំពូមីងដែលទិញមាសឬក៏លក់មាសក៏យើងប្រុងប្រយ័ត្នមើលដែរព្រោះព័ត៌មាននៅខែនេះចាប់ដើមចេញច្រើនណាបាទណាអរគុណច្រើនបាទសូមអរគុណលោកប៉ាត្រីតើផ្អែកទៅលើជំនាញរបស់លោកតើលោកផ្ដល់យោបល់ទៅកាន់ពាណិជ្ជករក៏ដូចជា trader របស់យើងថាតើគួរតែធ្វើការលក់ឬក៏ធ្វើការទិញនៅក្នុងតម្លៃមួយណាដែរបាទជំរាបសួរបាទអញ្ចឹងយើងមកវិភាគតាក់ទងជាមួយនឹងទីផ្សារមាសអញ្ចឹងតាក់ទងជាមួយនឹងតម្លៃទីផ្សារមាសវាបានធ្លាក់ចុះយើងឃើញថាតម្លៃទីផ្សារមាសបានធ្លាក់ចុះបន្ទាប់ពី Donald Trump និងប្រទេសអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់គឺបានធ្វើបទឈប់បាញ់រយៈពេល12ថ្ងៃបាទគិតពីថ្ងៃនេះទៅណាបាទអញ្ចឹងយើងដឹងហើយថាកាលពីថ្ងៃសៅរ៍អាទិត្យហ្នឹងគឺមានសង្គ្រាមខ្លាំងណាស់ហើយកាលពីអាទិត្យមុនហ្នឹងគឺមានយន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកទៅលើកន្លែងដែលអ៊ីរ៉ង់ផលិតកន្លែងដែលអ៊ីរ៉ង់ផលិតនុយក្លេអ៊ែរណាបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសហ្នឹងគឺបានឡើងខ្លាំងបន្ទាប់ពី Donald Trump ឬក៏ប្រទេសអាមេរិកហ្នឹងគាត់វាយប្រហារទៅលើអ៊ីរ៉ង់ប៉ុន្តែបច្ចុប្បន្នតម្លៃមាសចាប់ផ្ដើមធ្លាក់ចុះវិញដោយសារតែមានបទឈប់បាញ់អញ្ចឹងទៅបាទប៉ុន្តែតម្លៃមាសនេះយើងមើលឃើញនៅក្នុងកម្រិតនេះវាអត់ទាន់ទៅណាទេបាទវានៅក្នុងកម្រិតនេះដដែលទេនៅ3330ជាងឬក៏3342-43ណាបាទនៅក្នុងកម្រិតនឹងឡើយទេអញ្ចឹងវាអត់ទាន់ទៅណាទេអញ្ចឹងតម្លៃទីផ្សារមាសនេះអាចនឹងព្យាយាមឡើងមកតេស្តនៅកន្លែងនេះមួយសារទៀតព្រោះកន្លែងនេះគឺវាតេស្ត2ដងហើយយើងឃើញទេតេស្តច្រើនសារឯណាបាទនៅក្នុងតំបន់ហ្នឹងណាអញ្ចឹងវាបានតេស្តច្រើនសារហើយអញ្ចឹងបើមាសនេះវាអាចនឹងព្យាយាមធ្លាក់បន្តទៀតបើតាមខ្ញុំគិតអាចត្រឹម3322-23ហ្នឹងគឺចាប់ដើមងើបឡើងទៅលើវិញណាបាទណាខ្ញុំគិតថាអាចត្រឹមនេះហើយគឺងើបឡើងម្ដងហ្នឹងហើយម្ដងហ្នឹងចុងក្រោយគឺអាចទៅលើទៀតបាទគោលដៅមាសហ្នឹងគឺមកលើអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាមាសហ្នឹងអាចនឹងព្យាយាមធ្លាក់
ធ្លាក់ខ្លះគឺគោលដៅវាអាចនឹងធ្លាក់មកដល់ធំ3320ឬក៏3322អីវាចាប់ដើមឡើងវិញហើយអញ្ចឹងណាបាទអញ្ចឹងយើងនៅតែអាចបន្តទិញមាសបានអញ្ចឹងបាទអរគុណច្រើនបាទ បាទសូមអរគុណលោកប៉ាត្រីដែលបានចូលរួមចំណាយពេលវេលាជាមួយកម្មវិធីរបស់យើងលោកប៉ាត្រីគឺជាវាគ្មិនមកពីក្រុមហ៊ុន BIC Market ដែលជាក្រុមហ៊ុនមួយផ្នែកជួញដូរឧបករណ៍ Nissan បាទរបស់ប្រជាជាតិកម្ពុជាដោយទទួលបានសិទ្ធិពេញស្របច្បាប់ក្រមនីតិកាមូលបត្រកម្ពុជាបាទទូទស្សនិកជនជាទីមេត្រីកម្មវិធីរបស់យើងបានដល់ពេលវេលានឹងបញ្ចប់យើងជួបគ្នាម្ដងទៀតតាមពេលវេលានឹងម៉ោងដដែលគណៈពេលនេះខ្ញុំបាទសុយរធីនិងលោកវាគ្មិននិងក្រុមការងារបច្ចេកទេសទាំងអស់សូមអរគុណនិងសូមជម្រាបលា